Hello ជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបមួយគឺរបៀបបង្កើត page ក្នុងឆ្នាំ2026នេះចង់ដឹងថាគេបង្កើតដោយម្ដេចកុំភ្លេចទស្សនានិងតាមដានវីដេអូនេះជាមួយនឹងខ្ញុំដូចតទៅនេះជាដំបូងយើងចូលមកក្នុង Facebook សិនមកដើម្បីបង្កើត page ដែលយើងចង់បង្កើតបន្ទាប់ពីយើងបានចូលមកដល់ក្នុង Facebook អញ្ចឹងហើយយើងមើលត្រេ3នៅខាងស្ដាំនេះបើសិនជា Facebook ខ្លះគេ update version ថ្មីវានៅខាងលើខាងឆ្វេងដៃឥឡូវយើងចុចកន្លែងត្រេ3នឹងមកបន្ទាប់មកគឺយើងមិនបាច់អូសទៅណាឆ្ងាយទេគឺវានៅខាងលើនេះតែម្ដងគេដាក់ Grid Facebook Page យើងគ្រាន់តែចុចលើពាក្យនឹងមកបន្ទាប់មកទៀតគេដាក់ថា page name មានន័យថាគេឲ្យយើងសរសេរឈ្មោះ page អ្វីមួយដែលយើងចង់ដាក់ឈ្មោះទៅលើ content អីមួយឥឡូវខ្ញុំដាក់ថា moto អញ្ចឹងចុះបន្ទាប់មកខ្ញុំចុចពាក្យថា next មកដល់ត្រង់ចំណុចនេះយើងអាចជ្រើសរើសខាងក្រោមនេះដែលជាអ្វីដែលគេបង្ហាញស្រាប់ឬក៏យើងសរសេរខាងលើនេះក៏បានឥឡូវខ្ញុំសូម copy ពាក្យដែលខ្ញុំបានសរសេររួចហើយចូលឥឡូវឃើញថាវា load មកហើយពាក់ព័ន្ធនឹង moto ឥឡូវខ្ញុំជ្រើសរើសពាក្យខាងលើគេអាពាក្យទី1នឹងចុះវាមានឲ្យ3ជម្រើសបន្ទាប់មកយើងចុចពាក្យខាងក្រោមដាក់ថា grid ឥឡូវវាកំពុងតែ refresh ទៅហើយបន្ទាប់មកដល់ចំណុចនេះគឺគេឲ្យយើងបំពេញអ្វីតាមនឹងឥឡូវខ្ញុំមិនទាន់បំពេញទេយើងចុច next ទៅតែម្ដងឥឡូវឃើញថា page យើងគឺបានបង្កើតហើយវា load មកដល់ចំណុចនេះហើយឥឡូវយើងចុច next ទៅតែម្ដងកន្លែងនេះគេឲ្យយើង select friend ដែលមាននៅក្នុងនឹងអញ្ចឹងយើងមិនចាំបាច់ select ទេយើងគ្រាន់តែចុចពាក្យថា next ទៅតែម្ដងបន្ទាប់មកទៀតត្រង់ចំណុចនេះយើងចុចពាក្យថា next ទៀតបាទមកដល់ចំណុចនេះយើងចុចពាក្យថា next ឬក៏ skip ខាងលើនេះក៏បានឥឡូវខ្ញុំសូមចុចពាក្យថា next ទៀតបន្ទាប់មកវាចេញសញ្ញា follow ឥឡូវយើងចុចពាក្យថា next ទៀតមកដល់តនេះយើងចុចពាក្យថា go to feed បន្ទាប់មកទៀតយើងចុចពាក្យថា done ចុចពាក្យថា done ឥឡូវឃើញថា page របស់យើងបានបង្កើតរួចរាល់ហើយយើងអាចចូលទៅមើលបាននៅក្នុង profile page របស់យើងឥឡូវខ្ញុំសូមចូលទៅមើលក្នុង profile page តែម្ដងបាទនេះជា page របស់ខ្ញុំដែលខ្ញុំបានបង្កើតថ្មីអំបញ្ញមាញ់ខ្ញុំមិនទាន់បានដាក់ profile នៅឡើយទេអ្វីដែលខ្ញុំមកបង្ហាញគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនណាដែលមិនទាន់ចេះបង្កើត page អាចធ្វើតាមវិធីនេះបានអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់ទៀត